ណាដូចគ្នាបើបងប្អូនទៅអង្គុយចាំមើលថៃបែកបាក់ទីក្នុងហើយយើងចាំអង្គុយសោកហើយយើងប្រាថ្នាជួយហែកដូចជាសារសម្ដេចតេជោណាគាត់ស្នើឲ្យដូរនាយករដ្ឋមន្ត្រីថៃគាត់នឹងចេញសារដើម្បីចាក់បំបែកបំបាក់ណានាយករដ្ឋមន្ត្រីផ្ទៃក្នុងរបស់ថៃហើយមានមនុស្សមួយចំនួនរងចាំមើលថាបើថៃបែកបាក់ឥឡូវផ្ទៃក្នុងវាកំពុងច្បុកច្បល់ឥឡូវកំពុងមានបញ្ហាផ្ទៃក្នុងខ្លះថាថៃមានបញ្ហាផ្ទៃក្នុងមកយកមកយកលេសរឿងខ្មែរថាថៃកំពុងតែបែកបាក់អានេះគឺតារាមិនដែលនិយាយទេហើយនេះបានខ្ញុំយល់ថាមិនដែលនិយាយបងប្អូនខ្ញុំបញ្យល់លក្ខណៈវិទ្យាសាស្ត្រមួយគឺដើម្បីទប់ទល់ជាមួយបរទេសជុំវិញខ្លួនការពារជាតិណាតួនាទីយើងមើលតែចុះយើងមើលគេតែចុះប៉ុន្តែត្រូវពង្រឹងសមត្ថភាពខ្លួនយើងមានតែកម្ពុជាខ្លាំងដូចអ៊ីស្រាអែលទេមែនទេមានតែកម្ពុជាខ្លាំងដូចសិង្ហបុរីទេទៅយើងអាចការពារការឈ្លានពានពីអ្នកដទៃបានពីការប្រមាថមើលងាយពីអ្នកដទៃបានបើយើងអង្គុយរអ៊ូអង្គុយចាំឲ្យគេបែកបាក់អង្គុយចាំឲ្យគេដួលដោយយើងអត់បានពង្រឹងខ្លួនឯងយើងទេដែលដើរផ្លូវខុសជាអ្នកខ្ទេចចាស់បងប្អូនប្រទេសដែលខ្លាំងមិនមែនប្រទេសដែលអង្គុយចំណែននឹងមើលទៅតែដៀលទៅជេរទៅហែកគេប្រទេសដទៃទេគឺជាប្រទេសដែលពង្រឹងសមត្ថភាពខ្លួនឯងដោយមិនបាច់និយាយមួយម៉ាត់ក៏បានដែរហើយបានសូមរំលឹកចឹងបងប្អូនមើលវៀតណាមយួនមានមិនដែរនិយាយស្អីទេប៉ុន្តែសមត្ថភាពបច្ចេកវិទ្យាសេដ្ឋកិច្ចបដិញបន្តិចម្ដងណាសូវចង់ស្មើថៃឥឡូវមានចំណុចខ្លះអាចចង់មើលថៃផងក៏មិនដែរបងប្អូនពីដើមថៃខ្ទោខ្ទាសិង្ហបុរីប៉ុន្តែប្រទេសមួយដែលលូកដោយស្ងប់ស្ងាត់ដល់មាននិយាយច្រើនដូចមិនបាច់ចាំបូកបាច់ចៅមិនបាច់ចាំបាច់អួតមិនចាំបាច់លោឡាមិនចាំបាច់ការដៃការជើងចង្អុលមិនចាំបាច់បត់បញ្ជីមិនចាំបាច់មានកាយខុតលេខក្រៅលេខគឺប្រទេសយួនណាមិនដែរនិយាយមួយម៉ាត់ទេប៉ុន្តែបងប្អូនទៅមើលមើលអាហ្នឹងគឺគេផ្ដោតគេអត់ផ្ដោតលើសត្រូវទេគេផ្ដោតលើការពង្រឹងសមត្ថភាពខ្លួនឯងយើងកម្ពុជាសន្តារាបង្រៀនកូនសិស្សក្រោយបង្រៀនកូនសិស្សសន្តារាពលរដ្ឋខ្មែរទូទាំងពិភពលោកជាពិសេសក្នុងប្រទេសកម្ពុជាក្រោយបងប្អូនដើម្បីយើងខ្លាយទៅជាប្រទេសយើងជោគជ័យប្រទេសយើងខ្លាំងនឹងបុគ្គលយើងខ្លាំងគឺបងប្អូនណាខ្មែរអង្គត្រូវផ្ដោតលើការពង្រឹងសមត្ថភាពខ្លួនឯងបើបងប្អូនចង់ខ្លាយទៅជាកម្ពុជាមនុស្សបងប្អូនមិនអាចទៅអង្គុយទឹកអ្នកដទៃដោយអង្គុយតែក្រៅកាហាយជាមួយនឹងភាពជោគជ័យរបស់អ្នកដទៃឬក៏រងចាំមើលអ្នកដទៃដួលរងចាំមើលអ្នកដទៃអានផ្ទះដៃសោតបើយើងមិនបានពង្រឹងសមត្ថភាពខ្លួនឯងទោះជាអ្នកដទៃដួលក៏យើងអត់ប្រយោជន៍ដែរណារ៉ូមីលឺក៏យើងអត់មានទៅរីកចម្រើននេះជាទីដែរខ្ញុំប្រាប់ចេះតែណាអញ្ចឹងទី1បដោតលើការពង្រឹងខ្លួនឯងមិនបាច់ទៅនិយាយថាថៃបែកបាក់ទីក្នុងលីវិនលីថៃមានចំនួនទីក្នុងររឿងខ្មែរខ្ញុំជម្រាបចេះអ្នកបានដឹងទៅហើយអ្នកមិនបានដឹងវណ្ណៈសវងស្ដាប់សូនតារានឹងដឹងឥឡូវនេះដូចតទៅខ្ញុំនិយាយអំពីវប្បធម៌និងមូលដ្ឋានប្រជាធិបតេយ្យនៅក្នុងប្រទេសថៃមកពុតទី2នេះខ្ញុំនិយាយវប្បធម៌និងមូលដ្ឋានប្រជាធិបតេយ្យនៅប្រទេសថៃខ្ញុំនិយាយពីវប្បធម៌ណាប្រជាធិបតេយ្យមុនចុះនៅក្នុងពិភពលោកយើងនេះខ្ញុំនិយាយមកនៅក្នុងពិភពលោកយើងនេះសុភាពស្រីគ្មានប្រទេសណាមានការផ្លាស់ប្ដូរមេដឹកនាំនិងមានរដ្ឋប្រហារច្រើនជាងប្រទេសថៃទេមានន័យថាថៃលេខ1មុនថាក់ស៊ីនកាន់អំណាចគ្រាន់តែរយៈពេល1ខែមាននាយករដ្ឋមន្ត្រីដល់3ទៅស្រាវជ្រាវមើលមានតែថាក់ស៊ីនទេដែលកាន់អំណាចយូរជាងគេហើយយូរថៃអត់ចូលចិត្តទេថៃអត់ចូលចិត្តយូរទេពួកវាគិតថាអានេះយូរទៅវាគិតថាយូរពេកមានប្រជាប្រិយភាពពេកពួកយោធាបដូររំលងរដ្ឋប្រហារបងប្អូនឃើញទេខ្ញុំតែ1ខែមាននាយករដ្ឋមន្ត្រីខ្លះឡើងបានតែ3ថ្ងៃគ្រាន់តែធ្វើចុងភៅចូលអាកម្មវិធីចុងភៅបងប្អូនខ្ញុំភ្លេចឈ្មោះគាត់ឡើងបើបាន3ថ្ងៃគាត់ចង់បង្ហាញអីចឹងទៅគាត់ចូលអាកម្មវិធីមួយធ្វើចុងភៅចឹងទៅស្អែកឡើងធ្លាក់បាត់វប្បធម៌នយោបាយប្រជាធិបតេយ្យនៅថៃគឺជាវប្បធម៌ដែលផ្លាស់ប្ដូរជារឿងធម្មតាថៃគ្មានការបែកបាក់ទេបងប្អូនហើយបងប្អូនមើលតើថៃតាំងពីដើមមកនាយករដ្ឋមន្ត្រីខ្ញុំថាជួបការមួយខែនាយករដ្ឋមន្ត្រី3ណាតើសួរថាប្រទេសថៃដូរមេដឹកនាំយើងមើលទៅក្បាលមកសុំនឹងគាត់ដូររដ្ឋបហាដូររដ្ឋបហាសួរថាប្រទេសហ្នឹងមានថមថយទេប្រទេសថៃមានធ្លាក់ដុនដាបដូចនេះទេដូចប្រទេសក្រីក្រមួយចំនួននេះមានធ្លាក់ដុនដាបដូចប្រទេសកាហ្សាទេថៃមានធ្លាក់ដុនដាបដូចប្រទេសស្រីលង្កាទេប្រទេសថៃមានតែជួបវិបត្តិណាដូចដួលរលំនេះខ្ញុំថាស្រីលង្កាហ្នឹងមានតែឃើញទេប្រទេសថៃបដូរមេដឹកនាំរដ្ឋបហាយោធាកាន់អំណាចនាយករដ្ឋមន្ត្រីបដូរមេដឹកនាំយោធាកាន់អំណាចបដូរមេដឹកនាំយោធាកាន់អំណាចប៉ុន្តែជាទីបំផុតប្រទេសថៃណាពីមួយជំហានទៅមួយជំហានតែងតែនាំមុខគេនៅអាស៊ានជានិច្ចអញ្ចឹងហើយបានបងប្អូនចាំសម្ដីសូនថាចូលរបស់បងប្អូនលោកសុចរបស់សូនណាទៀតប្រទេសនៅលើโลกនេះប្រទេសដែលខ្លាំងនិងរីកចម្រើនណាគឺជាប្រទេសដែលដូរមេដឹកនាំដោយខោទឹកនោមកូនក្មេងបងប្អូនមើលប្រទេសជប៉ុនប្រទេសដែលមាននាយករដ្ឋមន្ត្រីដូរច្រើនជាងគេតាមរយៈបោះឆ្នោតផងតាមរយៈរដ្ឋប្រហារផងគឺថៃប្រទេសទី2ដែលអត់តាមរយៈរដ្ឋប្រហារទេបងប្អូននៅប្រទេសណាជប៉ុនណាដូរមេដឹកនាំមានពេលខ្លះមួយឆ្នាំមេដឹកនាំពីរប្រទេសទី3គឺប្រទេសអង់គ្លេសខ្ញុំនិយាយអង់គ្លេសនាយករដ្ឋមន្ត្រីខ្លះកម្រមាននាយករដ្ឋមន្ត្រីជាប់អាណត្តិកម្រណានាយកអង់គ្លេសបើមានវាដូចមានតូនីប្លែមួយនាយករដ្ឋមន្ត្រីជាប់អាណត្តិណាសុខអាមេរិកបងប្អូនឥឡូវខ្ញុំឲ្យបងប្អូនមើលប្រទេសដែលដូរមេដឹកនាំដូចជាប្រទេសថៃទាំងបោះឆ្នោតទាំងរដ្ឋប្រហារប្រទេសជប៉ុនលេខ2ប្រទេសអង់គ្លេសសួរថាអង់គ្លេសត្រួតត្រាពិភពលោកណារហូតដល់បច្ចុប្បន្នអង់គ្លេសណាអធិពលអង់គ្លេសខ្លាំងចក្រភពអង់គ្លេសនិងអធិពលក្រៅដែនដីសម្ដេចសីវឌ្ឍនាអធិពលក្រៅដែនដីមកទេបងប្អូនប្រទេសអូស្ត្រាលីនិងប្រទេសកាណាដានៅគោរពអង់គ្លេសទេណាជាប្រទេសឯករាជ្យពិតប្រាកដប៉ុន្តែស្ថិតនៅក្រោមមកកត់ទេឥឡូវខ្ញុំសួរកាណាដាមានប្រទេសនៅប្រទេសអត់ទេ
ហើយប្រទេសនៃកាណាដាគឺមកគាត់អង់គ្លេសគេសាកមកទីនៅសល់ហ្នឹងខ្ញុំសួរអូស្ត្រាលីមានប្រទេសនៅដីទេអត់ទេដោយសារគេនៅគ្រប់មកគាត់ដែរអង់គ្លេសខ្លាំងណាស់បងប្អូនឥឡូវយើងសួរអង់គ្លេសផ្លាស់ប្ដូរមានងំខ្ញុំដាក់ប្រហែលជាលេខ3ណាអញ្ចឹងខ្ញុំជម្រាបប្រាប់បងប្អូនកុំជ្រួលយោបល់ថាថៃបែកបាក់សាមគ្គីកុំឃើញថាទីទៀតមានពីថាក់ស៊ីនមកទៅជាអភិសិទ្ធមកយើងលាក់មកទៅជាថងឋានទៅទៀតថៃគេផ្លាស់ប្ដូរទីទៀតនៅថងឋានហ្នឹងអាចបាតកោថៃផ្ដួលរំលំគឺសុំឲ្យវាលែងពីតំណែងណាគឺដោយសារតែហ៊ុនសែនហ្នឹងទើបធ្វើឲ្យអ្នកហ៊ុនសែនខ្លាំងណាស់ទើបធ្វើឲ្យថងឋានហ្នឹងធ្លាក់ពីតំណែងយកទៅមិនមែនទេបើអត់ស្គាល់វប្បធម៌ប្រជាធិបតេយ្យនៅក្នុងប្រទេសថៃណាចូលលូទឹកស្អុយណាផឹកឲ្យឆ្អែតងើបមកដល់ព្រោះដាក់អាអ្នកនិយាយទៅអត់ទៅដេកក្នុងលូទឹកស្អុយទៅកុំដេកនៅលើគោហើយបើសិនជាមិនបានស្ដាប់សូនតារាបើស្ដាប់សូនតារាហើយអត់យល់ទៀតអាហ្នឹងគឺចប់ហើយទៅស្រាវជ្រាវមើលវប្បការផ្លាស់ប្ដូររបស់ថៃគឺជាវប្បធម៌បងប្អូនណាវប្បធម៌នយោបាយរបស់ថៃទោះជាស្អែកហ្នឹងថងឋានហ្នឹងត្រូវធ្លាក់ឬក៏អ្នកថ្មីឡើងមិនមែនភាសាហ៊ុនសែនទេតែចោលដូចជាពិថាជាប់ឆ្នោតណាអត់បានធ្វើនាយករដ្ឋមន្ត្រីទៅជាអ្នកផ្សេងនេះឡើងបានដូចមួយឆ្នាំដែរតាមមួយវែងនាយកដូចជាប្រធានក្រុមហ៊ុនអចលនទ្រព្យរស់ទីផ្នែកអចលនទ្រព្យគាត់មួយរៀងវែងគួរថៃនោះអាហ្នឹងឥឡូវខ្ញុំសួរមើលខ្លះគេអាចទៅឲ្យមើលថងឋានហ៊ុនសែនគាត់ទាញចំណេញហ៊ុនសែនគាត់ទាញចំណេញរឿងនយោបាយនេះទៅឲ្យថងឋានធ្លាក់ភាសាអញហើយចុះពិថានោះជាប់ឆ្នោតបានធ្វើរដ្ឋមន្ត្រីនឹងមិនដោយសារហ៊ុនសែនហើយចុះតាវែងនោះឈ្មោះស្អីគេនេះនាយករដ្ឋមន្ត្រីមុនថងឋាននោះតាវែងនោះធ្លាក់เป็นនាយករដ្ឋមន្ត្រីហ្នឹងណាអាហ្នឹងដោយសារហ៊ុនសែនដែរចៅជំនាន់ប្រសាទព្រះវិហារអភិសិទ្ធវាយជាមួយបញ្ជាដឹកនាំប្រទេសហ្នឹងនៅសង្គ្រាមនៅប្រសាទព្រះវិហារអភិសិទ្ធវិជ្ជាជីវ៉ាមិនវាយជាមួយនឹងហ៊ុនសែនអភិសិទ្ធធ្លាក់អាហ្នឹងដោយសារហ៊ុនសែនហ្នឹងមុនថាក់ស៊ីនហ៊ុនសែនកាន់អំណាចតាំងពីមុនថាក់ស៊ីនខ្ញុំថាមួយខែប្រទេសថៃមាននយោបាយ3គឺនឹងខ្មែរយើងមិនទាន់តែមានសារបែកធ្លាយហ៊ុនសែនឥឡូវយើងមើលថៃណាដូចជាខ្ញុំនិយាយថាក់ស៊ីនជីងឡាក់ដូចជាអីដល់អត្តបាននេះទៅដែលអត់មានសារបែកធ្លាយពីហ៊ុនសែនផ្ទុយទៅវិញបងប្អូនថងឋានណាដែលអាចកាន់អំណាចដែលអាចដឹកនាំប្រទេសថៃបានរហូតមកទល់ពេលនេះដោយសារតែបានសារហ៊ុនសែនជួយណាថងឋានគេទៅដកយូរហើយប៉ុន្តែដោយហ៊ុនសែនទម្លាយសារទៅថៃវាទៅជាសាមគ្គីវិញអានេះស្រាប់ចូលដល់យល់ទេហើយបានខ្ញុំថាបងប្អូនមានចាំសូនតាខ្ញុំនិយាយថាថងឋាននឹងលីលែងពីតំណែងបងប្អូនដល់មែនទេលោកគ្រូខ្ញុំជម្រាបប្រាប់ហើយខ្ញុំថាគាត់ភ្លាមគាត់លាប៉ុន្តែស្ថាប័នជាន់កំពូលរបស់ថៃអ្នកនយោបាយសំខាន់របស់ថៃគេឲ្យលីលែងទេពីព្រោះដល់អញ្ចឹងមានន័យថាឲ្យតម្លៃឬក៏ឲ្យជ័យជំនះទៅហ៊ុនសែនអាហ្នឹងគេគិតទេហើយខ្ញុំថាបងប្អូននៅស្រុកថៃណាទោះតែឯងជាប់ឆ្នោតក៏ដោយបើស្ថាប័នកំពូលរបស់ថៃណាមិនឲ្យឯងដឹកនាំគឺតែឯងដឹកនាំអត់បានទេដូចជាថាទោះជាអ្នកឯងខំកៅអីក៏ដោយអោបកៅអីណាលេងពេកសខំកៅអីជាប់អត់បាក់ថ្មិញក៏ដោយយកថ្មិញយកទៅកាត់គៀបជាប់ថ្មិញក៏ដោយបើស្ថាប័នកំពូលរបស់ថៃចង់ឲ្យអ្នកឯងលាចេញពីតំណែងនេះគឺត្រូវតែចេញហើយទោះជាអ្នកឯងលោតចេញពីកៅអីក៏ដោយបើស្ថាប័នកំពូលរបស់ថៃណាមិនចង់ឲ្យអ្នកឯងចេញពីតំណែងចងខ្សែជាប់កៅអីចងគូជាប់ឲ្យលោតទៅណាក៏ជាប់កៅអីរដ្ឋមន្ត្រីដែរអញ្ចឹងណាបើតាមចិត្តរបស់ថងឋានគឺលាលែងភ្លាមៗហើយគឺមានដំណងតែមានប្រទេសជាតិមានទំនួលខុសត្រូវអញ្ចឹងទី1ខ្ញុំនិយាយពីវប្បធម៌នយោបាយថៃឲ្យខ្មែរយល់បន្តិចវប្បធម៌នយោបាយថៃគឺការផ្លាស់ប្ដូរមួយខែឲ្យតែអត់ទៅចិត្តមានមេដឹកនាំ3ក៏មានដែរមួយឆ្នាំមេដឹកនាំ2 4 5គឺជាវប្បធម៌នយោបាយរបស់ថៃជារឿងធម្មតាមិនមែនដោយសារហ៊ុនសែនមិនមែនដោយសារអ្នកណាទេរឿងនេះវាយូរហើយបើថាថៃមិនដែលមានទេទើបតែមានតែថងឋានក៏មិនទាន់ខ្ទាតទេតែថងឋានត្រូវខ្ទាតណាប៉ុន្តែដោយសារតែសារនៃគ្លីរបស់ហ៊ុនសែនគាត់នៅវិញទៅថៃសាមគ្គីគ្នាទុកគាត់ទៅវិញណាប៉ុន្តែគាត់ថាយើងអត់ទាន់ដឹងប៉ុន្តែទោះយ៉ាងណាក៏ដោយគាត់នៅមិនយូរទេព្រោះជាវប្បធម៌របស់ថៃឲ្យតែមានរឿងអាស្រ័យជាវប្បធម៌របស់គេមិនមែនដោយសារតែហ៊ុនសែនឬដោយសារអ្នកណាឡើយអានឹងខ្ញុំឲ្យបងប្អូនយល់ហើយបងប្អូនមើលឃើញប្រទេសថៃមានវប្បធម៌ផ្លាស់ប្ដូរមេដឹកនាំទាំងរដ្ឋបហានាយករដ្ឋមន្ត្រីតាមបោះឆ្នោតផងតាមរដ្ឋសភាផងព្រឹទ្ធសភាផ្សេងផងប៉ុន្តែប្រទេសថៃបងប្អូនមើលពីមួយដំណាក់កាលទៅមួយដំណាក់កាលការផ្លាស់ប្ដូរការធ្វើរដ្ឋបហាមានធ្វើឲ្យប្រទេសថៃធ្លាក់ដំណាទេអត់មានទេគឺកាន់តែសេដ្ឋកិច្ចខ្លាំងនៅតំបន់អាស៊ីទេសចរកាន់តែមានកម្ពស់ទៅជាលំដាប់លេខ1ហើយទៅមើលប្រទេសកម្ពុជាដែលឧទាហរណ៍ស្ថិរភាពនយោបាយអត់មានការផ្លាស់ប្ដូរទេដឹកនាំតែកូនតែមួយតើវាមានទៅប្រសើរជាងថៃទី1ខ្ញុំនិយាយពីវប្បធម៌នយោបាយទី2ខ្ញុំនិយាយអំពីមូលដ្ឋាននយោបាយប្រជាធិបតេយ្យរបស់ថៃបងប្អូនមូលដ្ឋានប្រជាធិបតេយ្យរបស់ថៃគឺរឹងមាំណាស់ដូរតែក្បាលទេថៃអង្គើតែក្បាលទេបងប្អូនណាគ្រឹះអត់បាត់ទៅណាទេទោះជាអ្នកណាទៅដឹកនាំប្រទេសណាគឺថៃនៅតែថៃទៅហើយខ្ញុំប្រៀបធៀបថៃដូចឡានទេដូរតែតកុងទេដូរតែអ្នកបើកទេដូរតែអ្នកបើកអាឡានហ្នឹងមិនដឹងចឹងប្រទេសកម្ពុជាយើងអត់អាចប្រៀបធៀបទៅចំណុចហ្នឹងបានប្រទេសកម្ពុជាយើងហ៊ុនសែនគាត់និយាយច្បាស់បើអត់គាត់រលាយមែនស្រុកថៃអត់មានអត់ណារលាយស្រុកថៃអ្នកណាទៅដឹកនាំក៏បានដែរព្រោះថៃគេអត់មើលងាយប្រជាជនគេណាប្រជាជនថៃគេឲ្យតម្លៃប្រជាជនគេអ្នកណាក៏ជាអ្នកប្រាជ្ញអ្នកណាក៏អាចទៅដឹកនាំប្រទេសបានដែរអ្នកណាក៏មានសមត្ថភាពដែរអត់មានអ្នកណាមួយរលាយហ៊ុនសែនគាត់មើលងាយខ្មែរទាំងអស់សុទ្ធតែជាអាចមន់ជនជាតិខ្មែរទាំងអាចមន់ក្រៅតែពីគាត់ហើយនឹងកូនគាត់បើមិនឲ្យកូនគាត់ដឹកនាំខ្មែរអាលាយបងប្អូនអានេះគេហៅប្រមាថមើលងាយខ្មែរប្រមាថមើលងាយគូក្បាលខ្មែរអញ្ចឹងហើយបានជាដូចខ្ញុំត្រឡប់ទៅកណ្ដាលវិញហ្នឹងថាគេថាលោកគ្រូឆ្នោតអ្នកដែលជាហ៊ុនសែនខ្លាំងៗគឺហ៊ុនសែនទៅធ្វើបាបចាប់ពុកម្ដាយគឺជាចំណាក់កំាំងហើយចំណែកគ្រូជំនុំមានគុណធម៌និងជីវធម៌មិនបានហ៊ុនសែនទៅចាប់ពុកជាចំណាក់កំាំងខ្ញុំថាមកពីខ្ញុំមានសុខជីវធម៌ជាមនុស្សដែលមានគុណធម៌និងមានប្រាជ្ញាហ្នឹងហើយហ៊ុនសែនខ្លាំងនោះបើខ្ញុំជាមនុស្សជេរបចោធម្មតាជាមនុស្សធម្មតាគាត់មិនទៅយកទៅជាស្ដាប់ផងមូលដ្ឋាននយោបាយរបស់ថៃគឺរឹងមាំបងប្អូនថៃណាចង់កុំថាឡើយមួយឆ្នាំដូរនាយករដ្ឋមន្ត្រី2ប្រទេសថៃណាវិបត្តិនយោបាយទោះជាមួយថ្ងៃដូរនាយករដ្ឋមន្ត្រី1ក៏អត់ប៉ះពាល់ដល់មូលដ្ឋានជាតិបតៃមូលដ្ឋានគ្រឹះរបស់ប្រទេសគេដែរអញ្ចឹងអានឹងដោយសារ
កិច្ចខិតខំប្រឹងប្រែងការកសាងមូលដ្ឋានរឹងមាំនៅពេលដែលប្រទេសមួយមានប្រព័ន្ធមូលដ្ឋានរឹងមាំអត់ខ្វល់ថាអ្នកនឹងជានរណាទេទៅដឹកនាំប្រទេសដូចគ្នាប្រទេសកម្ពុជាជាងទៅតែកសាងមូលដ្ឋានប្រជាធិបតេយ្យរឹងមាំមួយពេលនោះណាអត់ខ្វល់ថាអ្នកណាទៅដឹកនាំទេណាកូនសខេងទៅដឹកនាំក៏បានដែរមិនមែនតែតទៅហ៊ុនម៉ាណែតដឹកនាំបានប្រទេសនឹងវារុងរឿងដកហ៊ុនម៉ាណែតចេញឲ្យកូនសខេងទៅដឹកនាំវារលាយប្រទេសអានោះមានតែប្រទេសខ្មែរបើសិនជាអត់មានសម្ដេចត្រូវមានអាយុ2000ហើយទៅមានអាយុអមតៈហើយបានដើម្បីកុំឲ្យខ្មែររលាយសម្ដេចត្រូវតែមិនត្រូវស្លាប់បានទេណាមិនត្រូវរົບតាមច្បាប់ព្រះធម៌បានទេត្រូវមានអាជីវិតអមតៈពីព្រោះបើកម្ពុជាអត់សម្ដេចថ្ងៃណាមួយសម្ដេចស្លាប់វារលាយប្រទេសយើងតែណាដឹកនាំប្រទេសគេកសាងអានេះជាគតិបណ្ឌិតគេកសាងប្រទេសនោះឲ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យរឹងមាំមានន័យថាជាមរតករបស់មេដឹកនាំណាអញ្ចឹងដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំថាជួនណាទៅធ្វើឲ្យពង្រឹងខ្លួនឯងតែនឹងហើយបានជាខ្ញុំចង់លើកដើម្បីឲ្យបងប្អូនយើងយល់បងប្អូនយើងមួយចំនួនទៅនិយាយថាថៃចេះថៃចុះដោយភ្លេចមើលខ្លួនឯងមិនបាច់ទេកុំទៅលវីលវល់សន្តាននិយាយហ្នឹងគោលបំណងគឺថាកុំទៅលវីលវល់ណាគ្នាគេធ្វើអីធ្វើទៅកុំទៅភ័យកុំទៅចាំមើលគេដួលរលំដូចសម្ដេចថាដើម្បីអីតតែដូរហ្នឹងថាមិនបាច់ថៃដូរដាក់អ្នកណាក៏នៅតែមហិច្ឆតាឈ្លានពានទឹកដីខ្មែរដែរខ្ញុំប្រាប់ចេះទៅណាខ្ញុំប្រាប់ចេះទៅអញ្ចឹងទៅធ្វើម៉េចពង្រឹងសាមគ្គីបងប្អូនពង្រឹងសាមគ្គីខ្មែរយើងសាមគ្គីខ្មែរយើងពង្រឹងសមត្ថភាពខ្លួនយើងស៊ីណាទុយមែនទេមានតែយើងខ្លាំងទេគួចសំពុដែលយើងអាចឈរជើងមិនឲ្យបរទេសឈ្លានពាននឹងការប្រមាថមួយងាយមួយទៀតខ្ញុំតបទៅបងប្អូនយើងខ្ញុំសួរចំណុចមួយចេះឬគេថាថៃបែកបាក់ផ្ទៃក្នុងណាខ្ញុំនិយាយមិនបាច់បព្វធននយោបាយរបស់ថៃទេមូលដ្ឋានរបស់ថៃមិនបែកបាក់ទេណាទោះជាស្អែកដូនយន្ត25ម៉ោងមួយក៏ថៃអត់មានរង្គោះរង្គើដែរខ្មែរអត់បាននេះមែនទេដោយសារខ្មែររៀបចំប្រព័ន្ធបាញ់អត់បានបើកឡានហ្នឹងអញដាក់គ្រប់ឯកទៅពេញឡាននឹងចោលអានេះទស្សនៈហ៊ុនសែនថៃអត់ទេឡានមួយហ្នឹងនេះតកងមួយនោះហត់មួយដេកចុះឬក៏ថាបើកចោលទេអ្នកជីហ្នឹងគេឯកភាពនេះរុញតលាក់ចេញមកឲ្យដើរទៅជីក្លូទៅអ្នកផ្សេងក៏បើកឡាននៅតែឡានដែរនៅខ្មែរអត់ទេបើហ៊ុនសែនបើកតកងហ្នឹងហ៊ុនសែនហ៊ុនម៉ាណែតបើកមិនបានអញដាក់គ្រាប់បែកឆាយ sorry ដល់កុំពេចឡាននឹងចោលមកអាហ្នឹងហើយបានជាគេហៅថារលាយយើងអត់បានពង្រឹងសមត្ថភាពខ្លួនយើងទៅប្រទេសកម្ពុជាបើយើងអត់ខំពង្រឹងសមត្ថភាពយើងឲ្យខ្លាំងណាតើនៅថ្ងៃអនាគតគេនឹងអាចឈប់ប្រមាថនឹងរំលោភបំពានទេមួយទៀតខ្ញុំសួរថាបច្ចុប្បន្នថ្មីនេះហ៊ុនម៉ាណែតហ៊ុនសែនពលពាក្យរូបរួមសាមគ្គីដែលខ្ញុំបាននិយាយហើយសាមគ្គីមិនមែនតតែចុះចូលជាមួយគណៈបព្វជិជនទេណាប៉ុន្តែបើជុំគាត់បន្តចាប់មនុស្សដាក់គុកណាហើយបង្កើតច្បាប់កំហឹងដើម្បីបំរើក្រុមគ្រួសារដូចជាថ្មីនេះកម្មខ្ញុំនិយាយមិនបាននិយាយទេព្រោះចម្លែកគឺបង្កើតច្បាប់ដកសញ្ជាតិពីជនជាតិថាគេដកសញ្ជាតិខ្ញុំនិយាយស្មីសម្រាប់តែអ្នកចូលសញ្ជាតិជនជាតិខ្មែរវាស្វ័យប្រវត្តិហ្នឹងណាគេមិនអាចទៅដកសញ្ជាតិពីជនជាតិខ្មែរបានទេមិនដឹងណាទៅដកសញ្ជាតិវៀតណាមអាចដកសញ្ជាតិពីខ្មែរក្រៅបានហើយអីពីព្រោះមិនមែនជនជាតិវៀតណាមទេវាជនជាតិខ្មែរសញ្ជាតិវៀតណាមជនជាតិបងប្អូនអ្នកអាចដកជនជាតិបានតែអ្នកនឹងចេះភាសាខ្មែរហើយត្រូវបំភ្លេចភាសាខ្មែរត្រូវបំភ្លេចភាសាខ្មែរហើយមិនមែនខ្មែរគ្មានអ្នកណាដែលចឹងមកគេឲ្យមាននៅក្នុងគេមានជនជាតិនិងសញ្ជាតិអាចដកបានជនជាតិទៅដកទៅណាមែនទេជនជាតិខ្មែរកាត់នៅលើដីខ្មែរមានន័យថាមិនមានន័យថាឪពុកម្ដាយជាខ្មែរគូចសម្បូរគឺកូនខ្មែរអានេះហៅជនជាតិខ្មែរជនជាតិចូលសញ្ជាតិទៅជនបរទេសកើតនៅលើដីខ្មែរអាមេរិកណាក្រុមគ្រួសារអាមេរិកទៅនៅស្រុកខ្មែរទៅធ្វើការយូរទៅមានកូនកើតនៅស្រុកខ្មែរមិនមែនជាសញ្ជាតិខ្មែរទេលើកលែងតែសុំចូលសញ្ជាតិខ្ញុំមិនដឹងច្បាស់ទេបើនៅស្រុកប្រាំងក៏សុំចូលសញ្ជាតិបើនៅអាមេរិកសញ្ជាតិពីកំណើតអាសញ្ជាតិពីកំណើតហ្នឹងដូណាល់ត្រាំគាត់ប្រំកំណែកំពុងខ្ញុំមិនដឹងថាយ៉ាងណាទេចាំផ្លាយ៉ាងជិនមែនទេអាហ្នឹងគឺគេហៅសញ្ជាតិពីកំណើតខុសពីជនជាតិហ្នឹងសញ្ជាតិពីកំណើតមានថាអ្នកនឹងកើតនៅលើទឹកដីហ្នឹងគឺមិនអាចគឺធម្មជាតិសញ្ជាតិធម្មជាតិពួកបើដកអ្នកនឹងទៅឯណាតែអ្នកនឹងកើតនៅលើដីខ្មែរកើតលើដីខ្មែរបើដកអ្នកនឹងដកយកទៅណាគេទទួលមែនទេទៅធ្វើម៉េចបញ្ជូនលួចអ្នកឯងទៅលួចកាយដីរុនហ្នឹងបញ្ជូនមនុស្សទៅដល់ស្រុកហ្នឹងខុសច្បាប់បាត់ហើយគឺគេដកសញ្ជាតិសម្រាប់អ្នកដែលចូលសញ្ជាតិអ្នកដែលចូលសញ្ជាតិហើយក្បត់ជាតិខ្លួនឯងគេដកសញ្ជាតិក្បត់ជាតិទៅផ្ដល់ការឧទាហរណ៍ដូចជាអ៊ីរ៉ង់មានអាចមានអ្នកចូលសញ្ជាតិផ្ដល់ព័ត៌មានដើម្បីឲ្យអាមេរិកទៅវាយរោងចក្រនុយក្លេអ៊ែរផ្ដល់ឲ្យអ៊ីស្រាអែលវាយតំបន់មូលដ្ឋានធំៗអាហ្នឹងគេអាចដកបានប៉ុន្តែបើនៅនឹងជាសញ្ជាតិអ៊ីរ៉ង់ដកបានទេគឺមានតែកាត់ទោសប្រហារជីវិតអ៊ីរ៉ង់យកទៅជួកមែនទេទៅបងប្អូនហ្នឹងឯងអញ្ចឹងបានជាអាហ្នឹងទៅជារឿងលប់វាទៅជារឿងអស្ចារ្យវិញរឿងលប់វាទៅជាអស្ចារ្យសម្រាប់អ្នកខ្លះអាហ្នឹងឥឡូវខ្ញុំសួរមើលអត់ទេអញ្ចឹងខ្ញុំត្រឡប់ទៅវិញក្នុងអំឡុងពេលតែមួយណាបើអ្នកឯងនិយាយថាថៃបែកបាក់តើហេតុអ្វីបានជាគ្មានអ្នករិះគន់ថៃណាម្នាក់ត្រូវបានគេចាប់ដាក់គុកនៅប្រទេសថៃមិនត្រឹមតែគ្មានអ្នករិះគន់ថៃណាត្រូវបានគេចាប់ដាក់គុកទេប្រជាជនមានទាំងសិទ្ធិបាតកម្មទម្លាក់សុំឲ្យនាយករដ្ឋមន្ត្រីចុះចេញទៅឥឡូវនៅប្រទេសថៃនៅវាមានជ័យជំនះសឹកខ្លួនប៉ុតកំពុងតែបាតកម្មបណ្ដេញថងថាសួរថានៅស្រុកខ្មែរមានសេរីភាពនៅក្នុងការបាតកម្មបណ្ដេញសុំឲ្យហ៊ុនម៉ាណែតចុះចេញពីកន្លែងហ្នឹងងាប់ហើយគាត់នៅសរសេរ Facebook ថាតាមហ៊ុនសែនមានសមត្ថភាពជាប់គុកហើយណាគុំទៅប្រៀបធៀបជាមួយគេថៃអត់បែកបាក់ទេអបាតកម្មនឹងពីមុនហ្នឹងមុនក្រោយថាក់ស៊ីនហ្នឹងចំណងជិងឡាក់ហ្នឹងក្រុមអាវក្រហមមានក្រុមអាវលឿងហ្នឹងមកចំហៀងម្នាក់ប្រទេសថៃអត់មានប៉ះពាល់ទេផងជាបាតុភររបស់គេទេប៉ុន្តែឥឡូវយើងត្រឡប់មើលខ្មែរវិញដែលមាត់ទន្ទិញតែសាមគ្គីរឹងមាំពីហ៊ុនសែនថ្ងៃនេះគាត់និយាយនៅក្នុងថ្ងៃខួបគណៈបកបង្កើតគណៈបកប្រជាជននេះសាមគ្គីតែគណៈបកប្រជាជនតែប្រជាជនបែកបាក់បងប្អូនមើលកម្មសង្ខារនៅក្នុងគុកជាការបែកបាក់សំតែស៊ីមួសុខួរអេងឆៃអៀងនេះទេខុសច្បាប់មែនទេហាសកម្មជននៅក្នុងថ្នាក់ដឹកនាំកម្ពុជាជាប់គុកទាំងអស់សកម្មជនក៏ពេកកពុកធម្មតាដែលអត់មានអំណាចទេសោះទៅចាប់គ្នាដាក់គុកប្រហែលថ្ងៃទៅចាប់
កម្លាំងជាតិឪពុកសនតារាជាគណៈបកប្រជាជនគាត់តែសនតារាជាអ្នកប្រាជ្ញហ៊ុនសែនចំណៃបញ្ញាសនតារាទៅចាប់ឪពុកសនតារាពុករឿងចឹងបងប្អូនពិចារណាមើលហ្នឹងហើយបែកបាក់នៅក្នុងប្រទេសកម្ពុជាណាបែកបាក់វាអត់អាស្រ័យទៅលើមនុស្សតូចតាចទេអាស្រ័យទៅលើមេដឹកនាំទេអញ្ចឹងហើយបានជាខ្ញុំដាក់នៅក្នុងប្រធានបទទី1ចោលជាសំណួរនេះបងប្អូនមើលទៅសំណួរខ្ញុំដាក់ថាម៉េចទេមិនសមខ្ញុំនិយាយម្ដងហើយមិនសមខ្ញុំនិយាយម្ដងមកបុកវាខ្ញុំនិយាយរឿងមេដឹកនាំវីរៈជនប្រវត្តិសាស្ត្រឥឡូវខ្ញុំសួរបងប្អូនហេតុអីបានជាប្រទេសវៀតណាមគេគោរពហូជីមិញសាកសពរបស់ហូជីមិញគេតម្កល់ទុកបច្ចុប្បន្នមិនសមខ្ញុំនិយាយអំពីប្រទេសចិនម៉ៅសេតុងខ្ញុំមិនដឹងថាគេតម្កល់សាកសពឬយ៉ាងណាទេប៉ុន្តែរូបថតម៉ៅសេតុងគឺជានិមិត្តរូបរបស់ចិនបច្ចុប្បន្នមិនដឹងស្ដាច់ទេមិនសមខ្ញុំនិយាយពីម៉ៅសេតុងប្រទេសចិនឥឡូវខ្ញុំនិយាយពីវៀតណាមអ្នកណាអាចឆ្លើយត្រូវអ្នកនឹងមានន័យថាយល់អំពីអ្វីទៅណាដែលហៅថាភាពរុងរឿងបងប្អូនហេតុអីបានជាប្រទេសវៀតណាមតម្កល់សាកសពនិងរូបថតហូជីមិញមកស៊ីសុទ្ធបច្ចុប្បន្នសាកសពហូជីមិញត្រូវបានគេតម្កល់ចាក់ឆ្នាំរក្សាទុកជាអមតៈទុកជាអមតៈហើយជាតំបន់ទេសចរទៅទៀតកន្លែងមនុស្សចង់ទៅមើលទៀតហេតុអីណាអ្នកណាដែលមើលទូរទស្សន៍សូនាកាលពីម្សិលមិញឆ្លើយបន្ទាប់មកចូលទៅនៅបទទី2ប្រិយមិត្ត share នេះទៅកាន់ប្រិយមិត្តទៅទៀតទូរទស្សន៍សូនាអ៊ីប៊ុនហុង100បន្ទុកបាទស្រាច់ខោជនបដិការផ្លាស់ប្ដូរផ្នែកគំនិតធីរីណា100បន្ទុកណាថ្ងៃរះ100បន្ទុកនេះអេអ៊ីប៊ុនហុង50បន្ទុកវិរៈជនអត់ទាន់ពេញណាចេណារ៉ូស100បន្ទុកមករាមុន100បន្ទុកនេះហ៊ីលយូ50បន្ទុកបងប្អូនចាំសម្ដីសូនាគ្រប់ប្រវត្តិសាស្ត្រទាំងអស់មេដឹកនាំដែលគេចាត់ទុកជាវីរៈជនប្រវត្តិសាស្ត្រគេតាំងរូបថតគេតាំងរូបចម្លាក់ឬក៏គេតាំងសាកសពពូកាហេងគឺជាមេដឹកនាំដែលបង្រួមជាតិទឹកដីនិងទឹកដីមេដឹកនាំដែលបំបាក់ជាតិទឹកដីបំបាក់ជាតិខ្លួនឯងដូចហ៊ុនសែនគេមិនដែលចាត់ទុកទេលើតែហ៊ុនសែននៅរស់ក៏ចាត់ទុកខ្លួនឯងក៏អាចឲ្យគេតាំងរូបចម្លាក់របស់តាមទម្លាប់រូបសំណាក់គេសង់គឺគេសង់ទៅទេប៉ុន្តែទោះជាហ៊ុនសែននៅរស់សង់រូបចម្លាក់ប៉ុន្តែបើគាត់មានវប្បធម៌បំបាក់ជាតិសាសន៍ខ្លួនឯងទេណាពេលដែលគាត់បាត់អំណាចទៅគេទាញរូបចម្លាក់ធ្លាក់ដដែលទេឥឡូវបាទហ៊ុនសែនខំកសាងរូបគាត់ទៅជាស្ដេចកនស្ដេចកោអាហ្នឹងមនុស្សទាញជឿសូនណាហើយសូនណានិយាយចឹងអាចទេលើពិភពលោកក៏សម័យនៅអាមេរិកនៅអាមេរិកនៅអង់គ្លេសទាញរូបចម្លាក់ចេញអស់ហ្នឹងមិនបាច់ទៅប្រឹងកសាងទេកសាងអំពើល្អគេនឹងសង់ឲ្យផ្នែកកំណត់មហាជនដូចហូជីមិញគ្រាន់តែបង្រួមជាតិនឹងទឹកដីហូជីមិញមិនចាំបាច់ទៅសង់រូបចម្លាក់មិនចាំបាច់យករូបថតខ្លួនឯងទៅដើរតាំងបច្ចុប្បន្នរូបថតហ៊ុនសែនដើរតាំងចំនួនរូបព្រះមហាក្សត្រនៅកន្លែងមួយចំនួនអាហ្នឹងគឺហ៊ុនសែនកាន់អំណាចទេពេលហ៊ុនសែនអត់អំណាចទៅរូបហ្នឹងគេមិនទៅមើលផងប៉ុន្តែបើគាត់ជាអ្នកបង្រួមជាតិទឹកដីណាទោះជាអ្នកណាហ៊ុនសែនមិននៅណាមនុស្សតាំងរូបហ៊ុនសែនដូចនៅចិនតាំងរូបណែម៉ៅសេតុងនៅវៀតណាមតាំងរូបហូជីមិញអញ្ចឹងឥឡូវយើងសួរតើហ៊ុនសែនអាចប្រៀបនឹងហូជីមិញបានចំណុចតែមួយនៅអាមេរិកក៏ដោយអាមេរិកប្រទេសដែលគេចាត់ទុកជាវីរៈជនដូចគឺជាប្រទេសដែលបង្រួមជាតិហ៊ុនសែនបងប្អូនអាច្បាប់ហ្នឹងសាហាវណាច្បាប់ដកសញ្ជាតិហ្នឹងណាបងប្អូននៅលើពិភពដែលមានដកសញ្ជាតិពីជនជាតិខ្មែរវាដែលមានដកសញ្ជាតិចឹងពីជនជាតិចិនវាដែលមានអ្នកចូលសញ្ជាតិវាត្រូវតែមានច្បាប់ដករូបគេចូលតែមានខាងដកមានន័យថាវាមានដាក់ហ្នឹងគេផ្ដល់ឲ្យសញ្ជាតិពីកំណត់មិនមែនគេសញ្ជាតិផ្ដល់ឲ្យទេគឺសញ្ជាតិទៅចឹងមកកើតមកវាធម្មជាតិគាត់ទៅធ្វើឯកសារសម្គាល់ថាសញ្ជាតិហ្នឹងគាត់ទៅធ្វើឯកសារសម្គាល់ថាដើម្បីធ្វើដំណើរដើម្បីទទួលស្គាល់អត្តសញ្ញាណដែរគេហៅអត្តសញ្ញាណអាសញ្ជាតិហ្នឹងប៉ុន្តែបើអាសញ្ជាតិហ្នឹងគឺគេដកបានឥឡូវយើងមើលអាកន្លែងហ្នឹងត្រឡប់បកហ៊ុនសែនថ្ងៃអនាគតគាត់អត់ដំណើរទៅក្រុមគ្រួសារគាត់គេដកសញ្ជាតិទាំងអស់រកកន្លែងនៅបានទេណាបើលើកលែងគាត់អមតៈលើកលែងគាត់អញអមតៈហ្នឹងគឺឧខំហើយកាត់មិនមុតដុតមិនចេះដើរចូលក្នុងភ្លើងអាហ្នឹងគាត់ធ្វើអីក៏បានដែរប៉ុន្តែកុំភ្លេចណាមេដឹកនាំប្រវត្តិសាស្ត្រវីរៈជនដែលគេគោរពបងប្អូនត្រូវចាំបើអត់មានអាចំណុចមួយហ្នឹងបង្រួមជាតិទឹកដីមិនប្រជាជនអត់គ្រប់ទេទីចុះគ្រប់ទេឥឡូវយើងមើលហ៊ុនសែនមើលកំចាត់កំចាយទេនៅក្នុងប្រវត្តិសាស្ត្រមានមកកំចាត់កំចាយជាតិសាសន៍ខ្លួនឯងណាទោះជាកាន់អំណាចគេគ្រប់ដែរឥឡូវឧទាហរណ៍ថាដូចជាអ៊ីរ៉ង់បដិវត្តរលំស្ដេចបច្ចុប្បន្នស្ដេចរបស់អ៊ីរ៉ង់ទៅនៅប្រទេសអាមេរិកមែនទេមានរឿងអ៊ីរ៉ង់គាត់តែប្រធានាធិបតីមុនធ្លាក់យន្តហោះប្រជាជនអ៊ីរ៉ង់សបាយប្រជាជនអ៊ីរ៉ង់ពេលដែលអ៊ីស្រាអែលវាយប្រហារនិងអាមេរិកវាយប្រហារគេសាមគ្គីគ្នាពីពួកបរទេសវាយប្រហារគេអត់ក្តៅទេប៉ុន្តែក៏មានមនុស្សក្នុងនេះអត់ពេញចិត្តទេដោយសារមេដឹកនាំឲ្យតែបំបាច់ជាតិបងប្អូនដូចថៃហើយបានជារឿងងំដោយសារតែថៃហ្នឹងគឺបង្រួមជាតិទាំងអស់ដែលធ្វើឲ្យអត់មានអាកំណត់ណាទៅជាសាច់ទៅកាត់ចេញបងប្អូនមានចាំសូននិយាយចាំសូនថៃនឹងសៀមក៏សៀមទៅទេណាថៃមានន័យថាទឹកដីទាំងអស់ដែលយកបានហ្នឹងគេដូរឈ្មោះសៀមចេញដើម្បីកុំឲ្យមនុស្សមាននៅប្រកាន់ជាតិសាសន៍គេដាក់ពាក្យថៃដើម្បីរំលាយរហូតគេនាំឲ្យខ្មែរសរិនមកសម្រាប់ខ្មែរឈីមខ្មែរដូចគ្នាទៅទៀតមនុស្សគុំជាតិខ្លាំងណាស់អាបង្រួមជាតិទឹកដីណាបងប្អូនចឹងហើយបានជាមេដឹកនាំទីណាក៏ដោយបើខ្វះអាបង្រួមជាតិទឹកដីមិនអាចខ្លាចជាអ្នកជួយដូចខ្ញុំលើកហេតុបានគេដាក់ហូជីមិញឥឡូវយើងមើលហ៊ុនសែនហើយហ៊ុនសែនគាត់បំបាក់កម្មសិក្ខានៅក្នុងពុកសំរងស៊ីមូសូគូអេងជាអៀងកណាត់បាក់ចាក់ចៃអ្នកដទៃទៀតនៅក្នុងពុកថ្ងៃអនាគតណាអាសំណល់អស់ហ្នឹងតើគាត់អាចទេនេះគាត់ទៅដកសញ្ជាតិអ្នកណាដែលប្រឆាំងជាមួយគាត់ទេអាហ្នឹងហើយតែឡងទៅវិញណាបងប្អូនឡងទៅវិញគូចប់មកឡងលើកខ្ញុំថាលើកគាត់មានជីវិតអត់ហើយសូនតានិយាយនេះគឺអីសាស្ត្រមនុស្សរបស់ជាតិយល់ទេហើយមកថាចុះចំណុចហ្នឹងថាសាស្ត្រមនុស្សរបស់ជាតិខ្ញុំនិយាយគឺដើម្បីឲ្យខ្មែរសាមគ្គីកុំឲ្យខ្មែរកំទេចគ្នាឲ្យហ៊ានយកគំរូដូចប្រទេសវៀតណាមដូចគំរូប្រទេសថៃប្រទេសវៀតណាមគេសាមគ្គីតាមបែបកុម្មុយនីសទៅហើយបង្រួមទឹកដីនិងជនជាតិទៅជាមួយមិនរហូតគេគ្រប់គ្រងកម្ពុជាក្រោមបានបើសិនជាវៀតណាមបែកបាក់កម្ពុជាក្រោមគ្រប់គ្រងមិនបានផងថៃណាទឹកដីដែលបានលើជាប់ម៉ាឡេស៊ីលើជាប់នៅមុខភាគនៃកម្ពុជាដែលយកបានពីខ្មែរហ្នឹងគេគ្រប់គ្រងបានគេប្រើខ្មែរមកវាយខ្មែរទៀតហ៊ុនសែនមិនខិតខំគ្រប់គ្រងខ្មែរដើម្បីឲ្យមានសាមគ្គីភាពរឹងមាំទោះជាអ្នកនឹងមាននិន្នាការគ្រប់គ្រងគាត់ក៏ដោយមិនគ្រប់គ្រងគាត់ក៏ដោយគាត់ធ្វើមួយថ្ងៃគេទៅបង្កើតច្បាប់នៃកាត់សម្លាប់សេរីភាពនៃឈ្នានេះកំទេចខ្មែរអាហ្នឹងគឺអត់ទៅរួចទេ
មែនទេវានៅតែទីយើងមានជីវិតហើយយើងអស់ជីវិតអានឹងខ្ញុំដូចខ្ញុំថាអញ្ចឹងដូចហូចជីមិញគាត់មិនដែលប្រាថ្នាឲ្យគេទុកសាក់សពគាត់ឬក៏យករូបថតគាត់ទៅតាំងទេប៉ុន្តែនៅពេលណាដែលមានដឹកនាំសាក់សាមានដឹកនាំបង្រួមចិត្តទឹកដីរូបចម្លាក់រូបថតនឹងសាក់សពរបស់មានដឹកនាំនឹងត្រូវបានគេតាំងប៉ុន្តែបើមានដឹកនាំនោះកំតិចកំទីជាតិសាក់មិនបង្រួមចិត្តទឹកដីខ្លួនឯងនៅមានជីវិតធ្វើប្រាសាទធ្វើវិមានឲ្យគេដាក់រូបថតពេលដែលខ្លួនឯងស្លាប់បាត់ទៅគឺត្រូវទីកំតិចចោលទាំងអស់របស់នេះនៅសេរីក៏មាននៅអាមេរិកក៏មានកុំថាឡើយទៅដល់ប្រទេសដូចសេរីនៅអាមេរិកហ្នឹងអាមកប្រាវកំតិចមានរូបថតខ្លះនៅក្នុងកាពីតូលនៅក្នុងសភារបស់អាមេរិកហ្នឹងគឺត្រូវបានគេដកចេញដែរដោយសារប្រជាជនយល់ថាមេដឹកនាំហ្នឹងគឺជាមេដឹកនាំគិតកោទេសកោអ្នកធ្វើបាបទេសកោប្រធានបទទី2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគណិតឱកាសមាសនិងឱកាសជ័ររបស់កីឡាករនិងសម្ដេចបងប្អូនខ្ញុំនិយាយនេះមុតប្រធានបទទី2នេះមុតយល់ខ្លីខ្ញុំមើលអាណិតកីឡាករខ្ញុំនិយាយរឿងកីឡាករមួយឱកាសមាសនិងឱកាសជ័រមាសមានន័យថាល្អជ័រមានន័យថាស៊ីអត់កើតទឹកតម្លៃសម្រាប់លោកនេះមានតម្លៃតិចតួចបងប្អូនខ្ញុំអាណិតកីឡាករខ្មែរបដាល់មុនណាដូចជានួនពីរុងនួនសូរិយាអីចឹងទៅអានេះអូបភូថងអីពីមុនវាយចង់ងាប់រលុយចាក់សាំងម៉ូតូអត់បានបងប្អូនណាដល់តែពេលឥឡូវនេះឃើញកីឡាករសម័យឥឡូវវាយទៅលេងសិតតែប្រាក់ពាន់ណាមានម៉ូតូមានឡានមានអីធ្វើឲ្យមនុស្សវាជ្រួលយោបល់ខ្លះអាយុក៏ជ្រេជិត40ឆ្នាំមកខ្លះជិត50ឆ្នាំហើយចង់ត្រឡប់មកវាយវិញទៅមិនរួចបងប្អូនពាក្យថាកីឡាតែ35ទៅគេចូលនិវត្តន៍ហើយដូចបាល់ទាត់ហ្នឹងមានតែម្នាក់ទេមានតែមនុស្ស2នាក់ទេនៅលើពិភពលោកយើងនេះដែលជាកំពូលមនុស្សខ្ញុំជាកីឡាករបាល់ទាត់ខ្ញុំមិនដឹងពីណាគេទេស៊ីដានជាកំពូលស៊ីដានជា idol របស់ខ្ញុំមនុស្ស2នាក់នោះខ្ញុំទទួលស្គាល់ប៉ុន្តែសម្រាប់ខ្ញុំពួកគាត់នៅតែមិនល្អដូចស៊ីដានទេមែនទេនៅតែមិនល្អដូចស៊ីដានទេបើសម្រាប់ខ្ញុំស៊ូជីរ៉ាប៉ុន្តែខ្ញុំហៅគាត់ថាកំពូលមនុស្សនេះសារស៊ីដានគាត់ចូលនិវត្តន៍បាល់ទាត់នៅអាយុ36ឆ្នាំហើយកម្របងប្អូន36គេអត់តែគេចូលនិវត្តន៍តិចគេច្រើន36មានកីឡាករ2នាក់នៅបច្ចុប្បន្ននេះដែលខ្ញុំហៅថាកំពូលមនុស្សដោយសារតែគាត់អាយុខ្លះ40ឬជិត40ឆ្នាំហើយនៅតែលេងល្អដូចកូនក្មេងដដែលវាមិនល្អណាស់ណាទេប៉ុន្តែកីឡាជាទូទៅណាទោះជា2នាក់ហ្នឹងយ៉ាងច្រើនហ្នឹងវើលខាត់លើកក្រោយហ្នឹងគឺលេងបានលេងគាត់ចាស់ហើយមិនទៅប្រៀបធៀបទៅគាត់នៅល្អសូម្បីតែរ៉ូណាល់ដូប្រេស៊ីលរ៉ូណាល់ដូតែងៅហ្នឹងគាត់ត្រឹម34 35នេះទៅហើយបងប្អូនមានដឹងពីណាគេកីឡាករ2នាក់កំពូលមនុស្សបច្ចុប្បន្នអាយុច្រើន40ឬក៏ក្បែរ40ហើយនៅតែទាត់ទៀតទេមែនទេ50ពិន្ទុឆាងកំពង់សោមប៉ាពូកាហេង50ពិន្ទុក៏ខ្ញុំថាមនុស្ស2នាក់ខ្ញុំថាមនុស្ស2នាក់យើងហៅថាតែមួយរ៉ូណាល់ដូទៅហើយវណ្ណៈសវងរ៉ូណាល់ដូទៅ50ពិន្ទុនៅម្នាក់ទៀតអ្នកណាឆ្លោយបាន2នាក់100ពិន្ទុ2នាក់ហ្នឹងក៏កំពូលមនុស្សមកមែនទេអាយុ40ឆ្នាំហើយនៅតែលេងបាល់បានបងប្អូនណាមិនធម្មតាទេប៉ុន្តែខ្ញុំនិយាយបាទលេង50ពិន្ទុបាទសំណាងសៅ100ពិន្ទុមានតែ100ពិន្ទុមែនទេទីបំផុតបាទ100ពិន្ទុយកទីបំផុតមួយយកពួកគាត់ឆ្លើយទាំងពីរបូរ៉ាទេ50ពិន្ទុទីបំផុត100ពិន្ទុគឺមេស៊ីនិងរ៉ូណាល់ដូមាននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្រមានតែមេស៊ីនិងរ៉ូណាល់ដូទេដែលនៅក្មេងលេងប៉ុន្តែបងប្អូនយើងគាត់ទោះថាយកអ៊ីតាលីអ្នកចាំទីអ៊ីតាលីមួយទៀតប៉ុន្តែដោយសារតែគាត់មិនអ្នកចាំទីហើយខ្ញុំមកដោតនេះដោយសារគាត់អត់រត់ពីដើមទីទៅចុងទីទេអ្នកចាំទីអ៊ីតាលីណាឥឡូវគាត់ចូលនិវត្តន៍នេះគាត់អាយុច្រើនណាប៉ុន្តែដូចរ៉ូណាល់ដូនិងមេស៊ីគាត់លេងបាល់ហ្នឹងគឺគាត់លេងរហូតគាត់អាចឈប់ស្បែកប៉ាក់គេអៅទៅដល់បងប្អូនមែនទេយន្តឋានហេងវិចាអញ្ចឹងកីឡាករខ្មែរយើងមួយចំនួនពេលដែលគាត់វាយទៅគាត់ដល់អាយុត្រូវឈប់គាត់ឈប់ដល់តែពេលឃើញកីឡាហ្នឹងវាយទៅចម្រុងចម្រើនណាមានប្រាក់លៀនច្រើនពីមុនវាយមកបានតែលុយស៊ីសាគូអាំងហ្នឹងគាត់ត្រឡប់មកវាយវិញវាយមិនកើតតែឡៅសំណាងឯងគាត់ល្អពីមុនឡៅសំណាងខ្លាំងណាស់ឡៅសំណាងនៅលួនពីរុំអីហ្នឹងគឺសុទ្ធតែជឿងខ្លាំងណាស់ប៉ុន្តែចំនួនគាត់វាយម្ដងហ្នឹងបានលុយមកចាក់សាំងម៉ូតូណាដល់តែពេលឃើញក្មេងៗឥឡូវហ្នឹងវាយទៅមានរង្វាន់មានពានអីច្រើនគាត់ត្រឡប់មកវិញត្រឡប់មកដៃងាប់ហើយមិនអញ្ចឹងបងប្អូនមនុស្សចាស់ឲ្យធ្វើគ្រូតាដូចបាល់ទាត់ហ្នឹងស៊ីដាំណាទោះជាបកកែឲ្យបច្ចេកទេសយ៉ាងណាក៏ដោយត្រឡប់មកវិញបច្ចុប្បន្នហ្នឹងអត់ឈ្នះលេងតែមិនឈ្នះសូនតាឧទាហរណ៍មួយមែនទេឥឡូវខ្ញុំនិយាយលេងនេះព្រោះការនិយាយលេងបើកមុខកញ្ចក់ដើម្បីកុំឲ្យវា stress ពេកនិយាយទៅរឿងនយោបាយណាឈុតឥឡូវយើងត្រឡប់មកវិញឱកាសមាសរបស់កីឡាករគឺសំវៀនខ្ញុំលើកឧទាហរណ៍នេះគឺមានន័យថាបើកាលណាមានប្រដាល់មានការប្រកួតអានឹងកីឡាករជាឱកាសមាសហើយដើម្បីលើកស្ទួយកីឡាបាល់ទាត់ក៏ដោយប្រដាល់ក៏ដោយបាល់ទះក៏ដោយគឺត្រូវលើកស្ទួយការប្រកួតមិនប្រាក់រង្វាន់ការប្រកួតកាន់តែច្រើនអ្នកប្រដាល់បើសិនជាលុបតែសំវៀនចេញគឺคล้ายទៅជាឥតន័យคล้ายទៅជាអ្នករត់ប្រកួតណាចុះអ្នកចំនួនទូទៅខ្ញុំមិនបាច់និយាយប៉ុន្តែខ្ញុំចង់និយាយសម្រួលទៅលើសម្ដេចតេជោបងប្អូនឱកាសមាសរបស់ហ៊ុនសែនគឺសង្គ្រាមអ្នកខ្លះដឹងទេឱកាសមាសរបស់ហ៊ុនសែនគឺសង្គ្រាមគឺប្រទេសចលាចល
ឱកាសជួររបស់ហ៊ុនសែនគឺប្រទេសសន្តិភាពមនុស្សដែលកាន់អំណាចដោយសារសង្គ្រាមដែលរស់ដោយសារសង្គ្រាមត្រូវតែចិញ្ចឹមសង្គ្រាមត្រូវតែធ្វើសង្គ្រាមត្រូវតែបង្កភាពចលាចលដើម្បីរក្សាអំណាចបើប្រទេសមានសុខសន្តិភាពមនុស្សដែលកាន់អំណាចដោយសារសង្គ្រាមនឹងបាត់បង់អំណាចបងប្អូនមានឃើញប្រទេសកម្ពុជាហ៊ុនសែនឡើងប្រជាប្រិយភាពមួយនៅឆ្នាំ2008ពេលសង្គ្រាមជាមួយថៃណាក្រោយមកប្រទេសកម្ពុជាមានសន្តិភាពសេរីភាពមានសំរងស៊ីមានកម្មសិក្ខានៅក្នុងស្រុកប្រទេសកម្ពុជាអត់សង្គ្រាមមែនសង្គ្រាមមានន័យថាអត់មានការកាត់សម្លាប់សេរីភាពចាប់មនុស្សដាក់គុកដូចបច្ចុប្បន្ននេះគឺហ៊ុនសែនចាញ់ហ៊ុនសែនគាត់កាន់អំណាចយើងនិយាយពីដើមមកគឺដោយសារសង្គ្រាមគឺសង្គ្រាមផ្ដួលរំលំប៉ុលពតក្រោយពីសង្គ្រាមយួនផ្ដួលរំលំប៉ុលពតហ៊ុនសែនកាន់អំណាចដោយសារតែផ្ដួលប៉ែនសវណ្ណក្រោយពីហ៊ុនសែនកាន់អំណាចសារផ្ដួលប៉ែនសវណ្ណមកមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមានការបោះឆ្នោតហ៊ុនសែនចាញ់ហ៊ុនសែនត្រឡប់មកកាន់អំណាចសារជាថ្មីក្រោយពីផ្ដួលស្ដេចក្រុងព្រះក្រោយពីផ្ដួលស្ដេចក្រុងព្រះមកគាត់មានសមត្ថភាពអំណាចបានរយៈមួយរយៈគឺគាត់ចាញ់គណៈបកសង្គ្រោះជាតិដូច្នេះគាត់ត្រូវតែធ្វើសង្គ្រាមសារជាថ្មីរំលាយគណៈបកសង្គ្រោះជាតិចាត់កម្មសិក្ខាដាក់គុកនេះរាំងខ្ទប់សំរងស៊ីនឹងថ្នាក់ដឹកនាំបង្កចលាចលអសន្តិសុខនៅក្នុងស្រុកហ៊ុនសែនបច្ចុប្បន្នគាត់បង្កចលាចលដើម្បីគ្រប់គ្រងចលាចលហ៊ុនសែនគាត់បង្កើតភាពក្តៅនៅក្នុងសង្គមចលាចលដើម្បីដើរតួជាវីរៈជនបង្ក្រាបសភាពការបង្កើតសភាពការចលាចលដើម្បីបង្ក្រាបសភាពការចលាចលគឺងើបមួយវាយមួយយូរពីរវាយពីរគាត់ចាត់មនុស្សដាក់គុកគាត់បំភ័យគាត់បង្ក្រាបមានពួកគាត់ជំនាញរបស់គាត់គឺជំនាញសង្គ្រាមនិងបង្ក្រាបគាត់អត់មានជំនាញសេដ្ឋកិច្ចគាត់អត់មានជំនាញខាងកសាងសន្តិភាពគាត់អត់មានជំនាញទេពាក្យសន្តិភាពហ្នឹងសំបីតែពលពតក៏វាប្រើដែរហ៊ុនសែនគ្មានជំនាញកសាងសន្តិភាពទេជំនាញរបស់គាត់គឺសង្គ្រាមនិងបង្ក្រាបពេលណាដែលអត់មានសង្គ្រាមអត់មានអីបង្ក្រាបគាត់បាត់ឯងអាហ្នឹងបងប្អូនយល់សូមតានិយាយណាមើលដូចកីឡាករបណ្ដាលណាសង្វៀនគឺជាឱកាសមាសរបស់កីឡាករបណ្ដាលចង់ឲ្យវិស័យកីឡាករបណ្ដាលហ្នឹងបាត់ណាគឺគ្រាន់តែលុបបំបត្តិអាសង្វៀននឹងចេញកីឡាកររបស់ពួកគ្នាហ្នឹងមែនទេអ្នកជំនួញគឺឱកាសពាណិជ្ជកម្មយើងគ្រាន់តែលុបឱកាសពាណិជ្ជកម្មចេញទៅបដូរប្រទេសហ្នឹងលែងឲ្យរកស៊ីដូចកូរ៉េខាងជើងអ្នកឯងជាអ្នកចំនួនឆ្លាតយ៉ាងណាក៏ដោយក៏មិនអាចរកស៊ីបានដែរអញ្ចឹងបងប្អូនត្រូវគិតថាឱកាសនេះរបស់ហ៊ុនសែនគឺសង្គ្រាមនិងភាពចលាចលអញ្ចឹងហើយបានជាពេលដែលប្រទេសកម្ពុជាមានសុខសន្តិភាពស្ងប់ស្ងាត់ហ៊ុនសែនគាត់បាត់អំណាចហ្នឹងណាបងប្អូនមានឃើញគាត់នៅចំនួនព្រំដែននៅប្រទេសថៃនៅព្រំដែនថៃគាត់ចេញគាត់ចេញមុខមកមើលទៅគឺនឹកធ្លោហ្មងនឹកធ្លោគាត់មានសម្លេងនិយាយគាត់មានរឿងគាត់ពាក់អាវទៅហ៊ានគាត់នាំកូននាំចៅគាត់អញ្ចឹងទៅបើនិយាយទៅឲ្យតែមានចលាចលកើតឡើងគឺហ៊ុនសែនត្រូវឱកាសរបស់គាត់ឱកាសមាសគាត់និយាយឲ្យខ្លីណាឱកាសមាសរបស់សម្ដេចគឺស្រុកចលាចលនិងសង្គ្រាមពីព្រោះគាត់កាន់អំណាចដោយសារតែសង្គ្រាមនិងចលាចលបើស្រុកមានសុខសន្តិភាពដោយផ្លាស់របស់គាត់អរគុណសន្តិភាពណាហ៊ុនសែនបាត់បង់អំណាចដូច្នេះគាត់យល់ច្បាស់ណាដើម្បីរក្សាអំណាចបានគឺគាត់ត្រូវតែចិញ្ចឹមចលាចលមានតែការចិញ្ចឹមចលាចលនិងអសន្តិសុខទេដែលធ្វើឲ្យវត្តមានរបស់ហ៊ុនសែនជាវីរៈជនបង្ក្រាបចលាចលណាអានឹងគឺជារឿងមួយពិតជាក់ស្ដែងហើយបងប្អូនមើលគាត់សប្បាយណាស់មានទេខ្លះណាតែខ្លះមើលហ៊ុនសែនយល់អានេះចូលជំនាញអញអានេះចូលស៊ូពើកីឡាកាសគាត់ដូចបាល់ទាត់ហ្នឹងដាវីតបេកខាំមកបងប្អូនអត់ស្គាល់ទេដាវីតបេកខាំជំនាញគាត់គឺ free kick គឺទាត់ពីនៃបាល់ទាត់កោងចូលមកឲ្យតែបាល់ទាត់កោងអានឹងចូលជំនាញនេះហើយចូលជំនាញរបស់ដាវីតបេកខាំណាអញ្ចឹងមនុស្សម្នាក់មានជំនាញបងប្អូនខ្ញុំនិយាយរឿងអក្សរសិល្ប៍ខាងរឿងហ៊ុនសែនទុកមកឡៃខ្ញុំនិយាយរឿងជំនាញអក្សរសិល្ប៍នៅក្នុងរឿង2 3រឿងប្រវត្តិសាស្ត្ររបស់ចិនគឺរឿងសាមកុកនិងរឿងស្ដេចសង្គ្រាមខ្ញុំនិយាយរឿងសាមកុកមកខ្ញុំប្រសិទ្ធបានសេរបស់រឿងស៊ីម៉ាអ៊ីបងប្អូនស៊ីម៉ាអ៊ីត្រូវបានឆាវទុកចិញ្ចឹមកូនពីព្រោះកូនរបស់ឆាវគាត់ដឹងច្បាស់ថាពេលដែលគាត់ស្លាប់ទៅគាត់ត្រូវការឲ្យកូនគាត់រឹងដូច្នេះទុកស៊ីម៉ាអ៊ីធ្វើជាគ្រូហើយផ្ដាំកូនថាស៊ីម៉ាអ៊ីឲ្យកាន់កិច្ចការឲ្យធ្វើតែគ្រូឯងព្រោះស៊ីម៉ាអ៊ីឆ្លាតហើយបើកាន់កិច្ចការយោធាអាចផ្ដួលរំលំរាជបល្ល័ង្កកូនឆាវធ្វើតាមឆាវនេះប៉ុន្តែមិនឲ្យស៊ីម៉ាអ៊ីកាន់ទាត់ខុំវិញវាខ្លាំងដល់ទៅពេលខុំវិញខ្លាំងគ្រួសាររបស់ឆាវនឹងប្រើស៊ីម៉ាអ៊ីប៉ុន្តែប្រើឲ្យទៅទុកបើឈ្នះខុំវិញគេសម្លាប់ស៊ីម៉ាអ៊ីចោលមានន័យថាអស់សត្រូវបើអស់សត្រូវគេសម្លាប់ស៊ីម៉ាអ៊ីចោលដូច្នេះស៊ីម៉ាអ៊ីគាត់រស់ដោយសារតែខុំវិញឈ្លានពានអញ្ចឹងស៊ីម៉ាអ៊ីគាត់អត់ទិញច្បាស់នេះគាត់អត់ត្រូវការច្បាស់នេះពួកគាត់ច្បាស់មកឈ្នះខុំវិញនេះគាត់ទោះជាខុំវិញយកសពុតស្រីទៅឲ្យក៏ដោយគឺគាត់ត្រូវតែការពារដើម្បីឲ្យខុំវិញហ្នឹងអត់ស្បៀងព្រោះខុំវិញផ្លូវឆ្ងាយមកច្បាំងនៅធ្វើដំណើរមកច្បាំងនៅប្រទេសនេះផ្លូវឆ្ងាយពេលហ្នឹងណាបងប្អូនបើសិនជាគ្មានខុំវិញស៊ីម៉ាអ៊ីត្រូវស្ដាច់ប្រហារជីវិតអត់មែនក្រោយខុំវិញស្លាប់ភ្លាមក្នុងរឿងសាមកុកហ្នឹងស្ដាច់ហៅស៊ីម៉ាអ៊ីមកឲ្យនេះសម្រាប់នៅក្នុងវាំងជប់ឲ្យកាន់ជាប់ប៉ុន្តែកូនចៅទាំងអស់ហ្នឹងគ្មានអ្នកណាអាចទៅគ្រប់គ្រងប្រទេសបានទីបំផុតត្រូវទៅពឹងស៊ីម៉ាអ៊ីដដែលព្រោះអត់តតែមួយអញ្ចឹងមានន័យថាស៊ីម៉ាអ៊ីអាចរស់បានជាឱកាសរបស់គាត់គឺមានការឈ្លានពានពីខុំវិញបើគ្មានខុំវិញឈ្លានពានស៊ីម៉ាអ៊ីត្រូវស្ដាច់យកលែងប្រើយកទៅទុកចោលឬក៏ប្រហារជីវិតមួយទៀតរឿងស្ដាច់សង្គ្រាមបងប្អូនស្ដាច់សង្គ្រាមគឺពាក់ព័ន្ធជាមួយរឿងសាមកុកដែលស្ដាច់លីវប៉ាន់ដែលបង្កើតនៅរាជវង្សហាន
រឿងសានកុកគឺជាចំនួនក្រោយរបស់ស្ដេចលីវប៉ាំងស្ដេចលីវប៉ាំងមានប្រាជ្ញាឈ្លាសវៃខាងគ្រប់គ្រងមនុស្សប៉ុន្តែអត់មានប្រាជ្ញាខាងសេដ្ឋកិច្ចនិងគ្រប់គ្រងទ័ពទេបងប្អូនមនុស្សយើងអត់ចេះគ្រប់គ្រងទេត្រូវទទួលស្គាល់ក្រោយមកគាត់ធ្វើសង្គ្រាមបរាជ័យរហូតគាត់យកបានស្អីគេមេតបល្បីរបស់ស្ដេចលីវប៉ាំងគេភ្លេចឈ្មោះណានេះវាយដណ្ដើមទឹកដីបានតែមូលពោះលីវប៉ាំងក៏គាត់វាយជាមួយអធិរាជណានេះស្អីបងប្អូនជប់កុំតន់និយាយព្រោះដូចពាំងខមមិនបងប្អូនណាបើពាំងខមមិនខ្លាចដាច់បងប្អូនដល់នេះឃើញខមមិនតទៀតទេបាទពាំងបងប្អូនបើពាំងខ្ញុំបិទឲ្យបន្តបន្តិចទៀតបាទព្រោះខ្លាចនិយាយម្នាក់ឯងពាំងខមមិនពាំងអីទាំងអស់ណាបាទអរបងប្អូនអូខេត្រឡប់មកវិញណាបាញ់វិញពាំងបាទបងណាបាទអញ្ចឹងខ្ញុំទៅបិទអ៊ីនធឺណិតហើយបើកអ៊ីនធឺណិតឡើងវិញសេគុនត្រីអូមីសានបងប្អូនខ្ញុំនិយាយបន្តរឿងអសរសិល្ប៍ចិននឹងមួយគឺហាន់ស៊ីងហ្នឹងគឺដូចខមមិនហ្នឹងហាន់ស៊ីងហ្នឹងគឺបកកែធ្វើសង្គ្រាមឈ្នះអធិរាជដែលអធិរាជហ្នឹងគឺប្លង់របស់ចិនហ្នឹងគ្មានញាក់សាច់ពេលដែលហាន់ស៊ីងធ្វើសង្គ្រាមចប់ហាន់ស៊ីងត្រូវបានព្រះមហេសីប្រពន្ធលីវប៉ៃនិងលីវប៉ៃយកទៅសម្រាប់ចោលមានន័យថាហាន់ស៊ីងសង្គ្រាមជាឱកាសរបស់ហាន់ស៊ីងបើអស់សង្គ្រាមហាន់ស៊ីងឡើងមានន័យហាន់ស៊ីងឡើងមានន័យគឺពេលដែលចប់សង្គ្រាមដណ្ដើមបានតែ3តែ1អញ្ចឹងត្រឡប់ដូចគ្នាបងប្អូនត្រូវដឹងថាហេតុអីបានយមសែនហ្នឹងគាត់បំបាក់ជាតិខ្មែរទេគាត់បំបាក់ប្រឆាដូចអត់មានឲ្យអ្នកណារស់បានសុខនេះគាត់ធ្វើមិនឲ្យមនុស្សរស់បានសុខដល់ទៅដូចកម្មសិក្សាដូចជាអ្នកបច្ចេកទេសដូចជាសំរងស៊ីគឺគាត់កំតិចកំទីអាហ្នឹងឯងគេហៅថានយោបាយបង្កើតចលាចលដើម្បីរក្សាអំណាចពីព្រោះបើប្រទេសកម្ពុជាលែងមានចលាចលមានសុខសន្តិភាពដូចពីអគុណសន្តិភាពហ៊ុនសែននឹងបាត់បង់អំណាចដូចគ្នាដូចហាន់ស៊ីងដូចស៊ីម៉ាហ៊ីចឹងឬមួយអសរសិល្ប៍ចិនដែលឆ្លុះបញ្ចាំងពីការពិតអញ្ចឹងកីឡាករដូចគ្នាកីឡាករបាល់ទាត់ឱកាសរបស់កីឡាករបាល់ទាត់គឺទីលានបាល់ទាត់ឱកាសរបស់កីឡាករបដាគឺសង្គ្រាមឱកាសរបស់ហ៊ុនសែនហ្នឹងឱកាសមាសរបស់ហ៊ុនសែនគឺសង្គ្រាមនិងចលាចលពីព្រោះគាត់មានជំនាញខាងសង្គ្រាមនិងចលាចលគាត់អត់មានជំនាញខាងណាសេដ្ឋកិច្ចគាត់អត់មានជំនាញខាងសង្គមកិច្ចគាត់អត់មានជំនាញខាងនយោបាយប្រជាធិបតេយ្យទេជំនាញរបស់គាត់គឺសង្គ្រាមនិងចលាចលដូច្នេះដើម្បីរក្សាអំណាចរបស់គាត់រហូតដល់កូនគាត់បង្រៀនត្រូវតែធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងភាពចលាចលជានិច្ចហើយបើមានឱកាសថៃវាយឈ្លានពានអញ្ចឹងណាយើងទៅណាយើងចូលរួមជាមួយគាត់ទោះយ៉ាងណាក៏ដោយប៉ុន្តែក្នុងអំឡុងពេលជាមួយហ្នឹងក៏ជាឱកាសរបស់គាត់ដើម្បីរក្សាអំណាចនិងពង្រឹងអំណាចក្រុមគ្រួសារអញ្ចឹងហើយបងប្អូនចុងក្រោយសូមខ្ញុំឲ្យបងប្អូនមើលមួយខ្លះគេថាហ៊ុនសែនសម្ដែងមិនសម្ដែងខ្ញុំមិននិយាយរឿងបរទេសឈ្លានពានខ្ញុំទៅតែប្រឆាំងប៉ុន្តែខ្ញុំឲ្យបងប្អូនមើលរបៀបតើអ្នកណាដោះស្រាយបញ្ហាជាតិអ្នកណាកេងចំណេញពីវិបត្តិជាតិយើងមើលនៅប្រទេសថៃដែលយើងថាបែកបាក់សាមគ្គីប៉ុន្តែរហូតមកដល់ពេលនេះគ្មានអ្នករិះគន់គ្មានបកប្រឆាំងថៃណាម្នាក់ត្រូវបានគេចាប់ដាក់គុកឬក៏ត្រូវធ្វើច្បាប់កំទេចជំនឿខ្លួនឯងអត់មានទេណាឥឡូវយើងត្រឡប់មកមើលហ៊ុនសែនក្នុងអំឡុងពេលមានវិបត្តិតែមួយថៃក៏មានវិបត្តិនៅព្រំដែនខ្មែរក៏មានវិបត្តិនៅព្រំដែនប៉ុន្តែនៅខាងភាគីខ្មែរហ៊ុនសែនប្រើប្រាស់វិបត្តិព្រំដែនដើម្បីទៅកំទេចនឹងចាប់អ្នករិះគន់ដាក់គុកហើយនឹងលៀបពណ៌ចោទអ្នកណារិះគន់គាត់ថាជាជនក្បត់ជាតិអញ្ចឹងបងប្អូនយើងឃើញពីហ្នឹងមួយប្រើប្រាស់ណាវិបត្តិព្រំដែនទៅជាការសាមគ្គីទៅជាការរួបរวมជាខ្លួនមួយទៀតប្រើប្រាស់វិបត្តិព្រំដែនទៅជាការពង្រឹងអំណាចក្រុមគ្រួសារនិងកម្ចាត់អ្នកដែលមានមតិផ្ទុយអញ្ចឹងពីរហ្នឹងវាខុសគ្នាបងប្អូនណាពីរខុសគ្នាមានន័យថាយើងគ្រាន់ទៅជុំតែមើលចំណុចខាងចំណុចដែលខ្ញុំលើកឡើងហ្នឹងណាគឺមានន័យថាដូចបងប្អូនយើងមួយចំនួនចេះតែសង្ស័យអត់ជឿហ៊ុនសែនថាហ៊ុនសែនចិញ្ចឹមសង្គ្រាមចិញ្ចឹមបញ្ហាព្រំដែនហ្នឹងមិនព្រមយកអាហ្នឹងទៅដោះស្រាយនៅតុលាការអន្តរជាតិដែលយើងឈ្នះហើយមិនព្រមយកអាហ្នឹងដោយលោកសំស៊ីថាទៅនៅសូនរ៉ាវថាដែរបាទដូចខ្ញុំស្នើសុំឲ្យដាក់ប្តឹងកោះហៅម្ចាស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលមានថៃដែរហ្នឹងហើយបានហ៊ុនសែនមិនធ្វើហ្នឹងឬមួយក៏ដូចជាការសង្ស័យមែនគឺហ៊ុនសែនចិញ្ចឹមសង្គ្រាមដើម្បីពង្រឹងអំណាចក្រុមគ្រួសារនិងកំទេចអ្នកដែលមានមតិផ្ទុយគឺឲ្យតែមានបញ្ហាអញ្ចឹងមកអាណាដែលមានរិះគន់គាត់គេមិនរិះគន់ប្រទេសទេគេមានរិះគន់អីទេរិះគន់គាត់យកលេសនេះថៃនៅហ្នឹងណារិះគន់សង្គ្រាមនៅស្រុកថៃចាំអីរិះគន់គេទៅបាតកម្មទម្លាក់មាននាំផងឥឡូវនេះកំពុងតែនៅជុំវិញជំនាញជ័យជំនះនៅប្រទេសខ្មែរណាប្រជាជនរិះគន់ហ្នឹងវាគ្រាន់បើឲ្យកុំឲ្យតែប្រជាជនហ្នឹងណាបាតកម្មទម្លាក់សូមឲ្យហ៊ុនម៉ាណែតធ្លាក់ដោយសារតែនេះมันអាចដេញថៃចេញពីទឹកដីខ្មែរបាននឹងបណ្ដាលឲ្យថៃសម្លាប់ខ្មែរម្នាក់បងប្អូនបើសិនជាជនជាតិថៃណាមានយោធាថៃម្នាក់ស្លាប់ហ្នឹងគេបាតកម្មដេញហើយស្រុកយើងណាប្រជាតាមពិតត្រូវប្រជាជនបាតកម្មនៅថៃចឹងដើម្បីបណ្ដេញនាយករដ្ឋមន្ត្រីដែលមិនអាចមិនយករឿងហ្នឹងទៅតុលាការតាមពិតប្រជាជនខ្មែរត្រូវតែបាតកម្មហ្នឹងទីហ៊ុនសែនយករឿងហ្នឹងទៅស្នើឲ្យមានការតបប្រជុំកិច្ចព្រមព្រៀងនិងបណ្ដឹងទៅតុលាការនិងសុំឲ្យហ៊ុនម៉ាណែតហ្នឹងដេញពួកដែលឈរជើងលើដីខ្មែរដោយសារខ្មែរនិងរកយុត្តិធម៌ឲ្យខ្មែរទាហានខ្មែរដែលស្លាប់ត្រូវប្រជាជនបាតកម្មទៅមុខផ្ទះហ៊ុនម៉ាណែតបានត្រូវឧទាហរណ៍ចេះប្រេខ្ញុំថាមិនបាច់ទេអានេះខ្ញុំឧទាហរណ៍ឡងទៅវិញយើងរក្សាការសាមគ្គីមែនទេសិននេះខ្ញុំថាខ្ញុំឡងទៅវិញខ្ញុំចង់និយាយថាព្រឹត្តិការណ៍ពីរនៅប្រទេសថៃគឺគ្មានអ្នកណាជាប់គុកមិនត្រឹមតែមិនជាប់គុកទេប្រជាជនអាចមានសិទ្ធិធ្វើបាតកម្មមិនដេញនាយករដ្ឋមន្ត្រីទៀតនៅប្រទេសយើងហ៊ុនសែនប្រើប្រាស់ឱកាសហ្នឹងធម្មតាប្រទេសជាតិប្រើប្រាស់ឱកាសមិនមែនដើម្បីផ្សះផ្សាមករួមជាតិគឺប្រើប្រាស់ឱកាសហ្នឹងដើម្បីទៅជាកពិធីយុទ្ធនាការពង្រឹងអំណាចក្រុមគ្រួសារនិងកំទេចអ្នកដែលរិះគន់កុំថាឡើយទៅបាតកម្មដូចនៅស្រុកថៃសូម្បីតែរិះគន់នឹងហ៊ុនសែនចោទក្បត់ជាតិបាទឃើញទេ
ចឹងហើយបានជាខ្ញុំសម័យនេះខ្ញុំគោរពសំរងស៊ីtrongចំណុចមួយពេលមានបញ្ហាប្រទេសជាតិគាត់នៅតែនៅខាងហ៊ុនសែនតែពាក្យសំរងស៊ីគាត់រិះគន់ហ៊ុនសែនគាត់ថាហ៊ុនសែនចេះហ៊ុនសែនខឹងចេះហ៊ុនសែនខឹងចុះប៉ុន្តែគាត់នៅតែផ្ដល់នៅទស្សនៈការពីជាតិទៅទៀតផ្ដល់ទៅតុលាការជាតិកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនិងវិធានការមិនចរចាវិធានការផ្សេងៗហ្នឹងអាហ្នឹងគឺមានន័យថាស្របជាមួយគ្នាបើស្របជាមួយគ្នាយើងបន្តកំតិចមនុស្សដែលជួយយើងណាឧទាហរណ៍សំរងស៊ីជួយហ៊ុនសែនជួយផ្ដល់គំនិតដើម្បីការពារទឹកដីកុំឲ្យខ្មែរបង្ហូរឈាមមានសន្តិភាពជាមួយនឹងប្រទេសជិតខាងតាមរយៈកោះប្រជុំកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីហើយបើហ៊ុនសែនគាត់ទៅកំទេចសំរងស៊ីអាហ្នឹងមហាជនគេដាក់បន្ទុកឲ្យប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តទៅទៀតទូរទស្សន៍សូនតាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតយើងមើលឱកាសពីរខុសគ្នាថៃប្រើប្រាស់វិបត្តិដើម្បីសាមគ្គីហើយប្រជាជនមានសិទ្ធិរិះគន់ថែមទាំងបាតកម្មបណ្ដឹងយករំដីដល់អត់មានជាប់គុកឯណាសំរងស៊ីអំពីវិនិយោគឲ្យសាមគ្គីនិងលើករឿងបញ្ហាទៅអន្តរជាតិជាពិសេសកិច្ចព្រមព្រៀងហ៊ុនសែនប្រើឱកាសវិបត្តិដើម្បីធ្វើជាវេទិកាយុទ្ធនាការពង្រឹងអំណាចគ្រួសារនិងកំទេចអ្នកបញ្ចេញមតិនេះប្រជាជនអាចវិនិច្ឆ័យមើលថាតើវាសនាកម្ពុជានឹងទៅជាយ៉ាងណាបើយើងនៅបន្តរឿងកំទេចកំទីជនជាតិនិងជាតិសាសន៍ខ្លួនឯងទៀតអញ្ចឹងបងប្អូននេសាទតែពេលវេលាមានកំណត់ឲ្យដល់ម៉ោងដែរមិនបានចូលដល់ចំណុចសម្រួលចម្លើយបញ្ហាផ្សេងៗទេខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមនេះចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះអង្គការទៅចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តទៀតទូរទស្សន៍តារាទៅដល់ពីណាដល់គុំការផ្លាស់ប្ដូរផ្នែកកំណត់ទៅដល់ពីណាការផ្លាស់ប្ដូរផ្នែកកំណត់ទៅដល់ពីណាការយល់ដឹងទៅដល់ពីនោះស្ដាប់ស្ទោនតារាកាន់បញ្ញាធ្លាក់ស្ដាប់ហ៊ុនម៉ាណែតអត់ទឹកនំមែនទេស្ដាប់ហ៊ុនសែនកើតរោគចិត្តចាំក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបទៅទូរទស្សន៍សូនតារាយ៉ាងនេះកែវស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់យើងជួបគ្នាសាជាថ្មីម្ដងទៀតសូមមិនសូវនៅថ្ងៃក្រោយតាមពេលវេលានៃម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី